ជំរាបសួរលោកពូយប់ហើយតើថៃសៀមបង្កើតរដ្ឋាភិបាលបានហើយទំនងអាចរកដំណោះស្រាយដោយសន្តិវិធីជាមួយខ្មែរទេដោយពេលកើតសង្គ្រាមលើកទី1ប្រទេសទាំងពីរបានរួមគ្នាវាស់វែង JBC ជាមួយគ្នាអរគុណពូកុំភ្លេចមកស្រុកយើងចិត្តដាច់ខែ2ហើយពូអរគុណច្រើនមួយបាទខ្ញុំបានទស្សនាអត្ថបទមួយរបស់ diplomat ណាដែលគាត់និយាយអំពីគាត់ធ្វើវីដេអូមកគាត់ធ្វើវីដេអូទៅចំថ្ងៃហ្នឹងខ្ញុំបានទស្សនាភ្លាមៗតែម្ដងគឺប្រិមិត្តដែលបានណាជាអង់គ្លេសបានជួយអានហើយហ្នឹងគឺក្រុមសារចេះក្រុមសារគាត់បានសួរទៅក្នុងវីដេអូហ្នឹងគាត់ដំណើររឿងគាត់ចង់ផ្ដោតសំខាន់គាត់ចង់និយាយថារឿងនយោបាយថៃវាមេស៊ីវារញ៉េរញ៉ៃអីហ្នឹងបាទវានាំឲ្យមានរឿងបញ្ហាព្រំដែនជាមួយនឹងកម្ពុជាហើយដោយសារមានរឿងព្រំដែនជាមួយនឹងកម្ពុជាអ្នកនយោបាយថៃនឹងយករឿងហ្នឹងមកកេងចំណេញនយោបាយនៅក្នុងស្រុករបស់គាត់វិញណានឹងសាច់រឿងវាអញ្ចឹងណាបាទហើយនៅក្នុងហ្នឹងគឺមានអ្នកជំនាញរបស់ថៃមួយរូបដែលគាត់ធ្វើការនៅតូក្យូនោះគាត់បាននិយាយថាឥឡូវហ្នឹងបាទគឺដូចតែខ្ញុំនិយាយពីថ្ងៃមុនដែរណាគាត់ថាឥឡូវហ្នឹងគឺថៃអស់មានរដ្ឋាភិបាលអនុធានហ្នឹងអស់មានហេតុផលអ្វីទៅអូបន្លាយទៀតហើយបាទគាត់ថាការដែលយកគេថាពាក្យជាតិនិយមមកលេងជាលបែងហ្នឹងបាទឥឡូវហ្នឹងបានជោគជ័យហើយឥឡូវនេះมันអាចយកលបែងជាតិនិយមហ្នឹងមកលេងរហូតបានទេត្រូវតែងាកមកដោះស្រាយបញ្ហាដែលប្រឈមជាមួយនឹងប្រទេសកម្ពុជាហ្នឹងហើយអញ្ចឹងគឺបញ្ហាដែលប្រឈមដែលត្រូវដោះស្រាយជាមួយនឹងកម្ពុជាហ្នឹងគឺមានពីរមានទី1រឿងបញ្ហាព្រំដែនហ្នឹងទី2គឺរឿងបាទរឿងពាណិជ្ជកម្មហ្នឹងអញ្ចឹងការរឿងព្រំដែនហ្នឹងត្រូវវាស់វែងហ្នឹងគឺមានយន្តការដែលត្រូវប្រើនឹងដដែលមកអញ្ចឹងត្រឡប់ទៅយន្តការនឹងវិញដដែលអញ្ចឹងឥឡូវនេះមកដល់ម៉ោងនេះថៃគាត់បានគ្រប់សម្លេងហើយឮសូរតែសេចក្តីរាយការណ៍ចុងក្រោយហ្នឹងគាត់ចង់អញ្ជើញគណៈបករបស់លោកអភិសិទ្ធនឹងចូលដែរដើម្បីឲ្យបានសម្លេងឲ្យកាន់តែច្រើនឲ្យគណៈបកសម្លេងប្រឆាំងកាន់តែតូចទៅចាបាទបើអញ្ចឹងគឺក៏យ៉ាងដែរបាទពីព្រោះអីបើកាលណាគាត់ចូលរដ្ឋាភិបាលឲ្យអញ្ចឹងហើយតែគាត់ត្រូវដោះស្រាយបញ្ហាហ្នឹងបាទអញ្ចឹងគឺឥឡូវហ្នឹងទាំងកម្ពុជាទាំងអន្តរជាតិគាត់យកយល់ដែរណាថាគឺដោយសារថៃគាត់មានបញ្ហាផ្ទៃក្នុងត្រូវបោះឆ្នោតឥឡូវនឹងរៀបចំរដ្ឋាភិបាលហើយដូច្នេះវាអត់មានលេសអីថែមទៀតទេបាទខ្ញុំនិយាយទៀតទោះបីជាមានអ្នករិះគន់ខ្ញុំមានអ្នកសរសេរខមមិនឬដងខ្ញុំថាយ៉ាងម៉េចក៏ដោយខ្ញុំនៅតែគោលជំហរខ្ញុំនៅតែឲ្យប្រិមិត្តនៅរក្សាក្តីសង្ឃឹមមិនអាចនឹងយកបាទការទូកម្លាំងប៉ុណ្ណាមិនអាចមកវាស់វែងផែនទីថ្មីគូសផែនទីថ្មីដោយប្រើកម្លាំងយោធានោះបានទេបាទអត់បានទេថៃមិនដល់កម្រិតរុស្ស៊ីទេដូចលោកឧបរៈក៏មានប្រសាសន៍ចឹងថៃមិនដល់កម្រិតរុស្ស៊ីទេដែលអាចមកជ្រែងជើងនៅទីនឹងបានព្រោះរុស្ស៊ីគាត់បញ្ជាកាត់ក្រុមប្រឹក្សាសន្តិសុខបាទគាត់ជាសមាជិកមួយក្នុងចំណោម P5 ហ្នឹងក៏គាត់មានសិទ្ធិវេតូថៃអត់មានដល់កម្រិតហ្នឹងទេដូច្នេះកុំចង់តម្លើងខ្លួនហួសពីអ្វីដែលខ្លួនអាចធ្វើបានបាទអញ្ចឹងខ្ញុំនៅនិយាយចឹងទោះបីជាមានប្រិយមិត្តខ្លះនៅថាខ្ញុំផ្ដល់នៅក្តីសង្ឃឹមឬក៏កុហកអីក៏ដោយប៉ុន្តែខ្ញុំនៅតែឲ្យប្រិយមិត្តនៅតែរក្សាក្តីសង្ឃឹមថាបើមិនអាចនឹងមកបំពេញទាំងកក្លឿននឹងបានទេបាទអញ្ចឹងបាទអញ្ចឹងខ្ញុំនឹងបន្តចែករំលែកបន្ថែមទៀតឲ្យបានប្រិមិត្តបានដឹងផងដែរបាទអញ្ចឹងនៅរក្សាក្តីសង្ឃឹមទាំងអស់គ្នាបាទអូខេ Edward បាទ Edward សូមសំណួរ Edward ចុងក្រោយអញ្ចឹងប្រិមិត្តដទៃទៀតចប់តែម្ដង Edward គាត់សួរថាខ្ញុំតែងតែមានចម្ងល់តើមានមូលហេតុអ្វីបានជាសម្ដេចហ៊ុនសែនបញ្ជូននាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតឲ្យទៅរៀននៅសាលា West Point នៅសហរដ្ឋអាមេរិកអូយសំណួរនេះល្អមែនតើបាទសំណួរលោក Edward នឹងល្អមែនតើបងបាទប៉ុន្តែនៅក្នុងសំណួរនោះមានចម្លើយបាទមានសំណួរមានចម្លើយអូខេឥឡូវនិយាយរឿងនោះមួយចុះបាទដែលខ្ញុំថាខ្ញុំដល់តម្លៃទៅលើអ្នកការទូតអាមេរិកចំនួន2នាក់ម្នាក់ក្នុងចំណោមហ្នឹងគឺលោកCharles ចង់វិញឈ្មោះគាត់បន្តិចហើយទៅចង់ភ្លេចឈ្មោះគាត់ Charles Twining Charles អីមួយចំទៅភ្លេចឈ្មោះគាត់មកផ្លែហ្នឹងគេ Charles Twining មិន Charles Twining ឬក៏ភ្លេចឈ្មោះគាត់ទៅបាទលោក Ambassador ជំនាន់ហ្នឹងបាទជាអ្នកដែល sponsor
រៀបចំកម្មវិធីហ្នឹងឲ្យមានកម្មវិធីអញ្ជើញនិស្សិតរបស់កម្ពុជាហ្នឹងគឺលោកហ៊ុនម៉ាណែតនឹងចូលមករៀននៅបាទគឺមាន recommendation នឹងច្រើនបាទដូច្នេះរឿងដែលកាត់ឡើងជំនាន់ហ្នឹងគឺបាទជារឿងមួយដែលគាត់មើលឃើញអាមេរិកមើលឃើញថាត្រូវតែបណ្ដោះអ្នកចំនួនថ្មីរបស់កម្ពុជាបាទអញ្ចឹងបានខ្ញុំថាភ្នែកគាត់ភ្លឺបាទតែសំណួររបស់លោក Edward គឺចង់ដឹងថាហេតុអ្វីបានជាលោកហ៊ុនសែនលោកអនុញ្ញាតឲ្យកូនទៅរៀនមិនទៅរៀននៅចិនឬក៏រៀននៅវៀតណាមអ្វីដែលចង់ដឹងគឺអញ្ចឹងបាទដូច្នេះអាហ្នឹងហើយដែលខ្ញុំថាចម្លើយនៅក្នុងនឹងស្រាប់ហើយគឺបានន័យថាម៉េចបាទគាត់មើលឃើញផ្លូវឆ្ងាយដែលថាការសិក្សានៅអាមេរិកនេះវាជារឿងមួយដែលអាចនឹងបើកច្រកនៅក្នុងការទំនាក់ទំនងជាមួយនឹងសហរដ្ឋអាមេរិកដែរបាទពីព្រោះអីការដែលឲ្យមកនោះមិនមែននឹងនឹកឃើញមកទេពីព្រោះមានលោកទីឆាតស្វែងនេះខ្ញុំភ្លេចឈ្មោះគាត់ភ្លាមមកភ្លេចមកផ្លែតមកវគ្គឈ្មោះគាត់មានការរៀបចំចឹងឆាតស្វែងនេះអញ្ចឹងបាទឆាតស្វែងនេះព្រោះមានឆាមួយទៀត I think Charles Twining ហ្នឹងបាទ Charles Twining នឹងរៀបចំរឿងហ្នឹងបាទដូច្នេះវាមានការរៀបចំត្រឹមត្រូវក្នុងការរៀបចំសម្រាប់ទៅអនាគតហើយហ្នឹងម្នាក់ទៀត ambassador ម្នាក់ទៀតដែលមកនិយាយពាក្យនឹងជាមួយខ្ញុំផ្ទាល់តែម្ដងតែខ្ញុំសូមមិនបញ្ចេញឈ្មោះ ambassador ហ្នឹងលើបាទដូច្នេះអ្វីក៏ដោយវាមានការរៀបចំការមើលឃើញរបស់ខាងសហរដ្ឋអាមេរិកក៏ដូចជាខាងភាគីកម្ពុជាផងដែរចឹងហើយបានដូចតែខ្ញុំតែងតែនិយាយថាខ្ញុំតែងតែមានក្តីសង្ឃឹមថាទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងកម្ពុជានឹងល្អប្រសើរហើយខ្ញុំថែមទាំងសូមប្រិមិត្តផងដែរខ្ញុំថាថ្ងៃក្រោយបើសិនជាឃើញកម្ពុជានិងអាមេរិកបានល្អប្រសើរប្រិមិត្តសូមមេត្តាជួយចាំឈ្មោះខ្ញុំមួយផងថាមានខ្មែរអាមេរិកកាំងម្នាក់តែចង់ឃើញទំនាក់ទំនងអាមេរិកហើយនិងកម្ពុជានឹងល្អប្រសើរនៅគ្នាអូលអឺតណាស់គឺមានខ្ញុំមួយផងដែរណាចង់ចាំខ្ញុំផងបាទដូចសូមឃើញដូចមួយផងគឺខ្ញុំជំរុញដើម្បីឲ្យបានល្អប្រសើរនឹងគ្នាហើយបើបានល្អប្រសើរគឺខ្ញុំសប្បាយចិត្តណាស់បាទហើយដូចខ្ញុំនិយាយចឹងគឺខ្ញុំមិនប្រកាន់ថាអ្នកណាកាន់អំណាចនៅក្នុងប្រទេសកម្ពុជាទេបាទមិនមែនថាដូចថាគណៈបកប្រជាជនកាន់នៅកម្ពុជាចង់ភ្លើងទៀនកាន់ក៏ដោយប្រជាធិបតេយ្យជឿនលឿនរបស់លោកចាំពេញរឹកក៏ដោយបើកាន់ឡាទំនាក់ទំនងរវាងកម្ពុជានិងសហរដ្ឋអាមេរិកបានល្អប្រសើរគឺខ្ញុំសប្បាយចិត្តហើយបាទតែឥឡូវនេះគេថាការវិវត្តន៍នេះគឺវិជាទៅកាន់តែល្អប្រសើរខ្ញុំសង្ឃឹមថានឹងនៅបន្តបែបនេះជាប់ជារៀងរហូតបាទគឺបានន័យថាបន្តចប់រហូតដល់ចប់អាណត្តិរបស់លោកត្រាំក៏នៅតែល្អពីព្រោះអីមួយអាណត្តិលោកត្រាំនេះខ្ញុំគិតថានឹងដើរទៅកាន់តែល្អទៅប៉ុន្តែក្រោយពីអាណត្តិលោកត្រាំខ្ញុំសង្ឃឹមថានឹងនៅបន្តល្អជាមួយគ្នានឹងទៀតបាទហ្នឹងអរគុណអញ្ចឹងCharles Twining បាទហ្នឹងខ្ញុំគិតថាCharles Twining ប៉ុន្តែមានមួយទៀតខ្ញុំច្រឡំMaster Charles Twining អ្នករៀបចំបាទហើយមានអ្នកនិយាយរឿងអត់ពិតច្រើនណាស់តាក់ទងជាមួយនឹងការដែលលោកហ៊ុនម៉ាណែតគាត់អញ្ជើញមករៀននៅ West Point នឹងមានអ្នកអត់ដឹងរឿងនិយាយប្រឌិតរឿងច្រើនណាស់បាទកុំជឿការនិយាយមួយចំនួនអត់និយាយអត់ត្រូវទេដូចខ្ញុំមិនចង់និយាយប៉ះពាល់ដល់អ្នកណាផ្សេងតែមានអ្នកនិយាយអត់ត្រូវរឿងអត់ដឹងសាច់រឿងហ្នឹងច្រើនណាស់បាទដឹងសាច់រឿងគេមានការរៀបចំត្រឹមត្រូវរបស់គេយូរហើយបាទអូខេដូចជាអូមានអ្នកសួរច្រើននៅណាគេនេះសារិនអូអត់ដែលជួបផងទៅថ្មីសួស្ដីលោកសេងតាថៃទៅ UN ប្តឹងរឿង scan របស់យើងមិនដែរមានទម្ងន់អត់បាទទម្ងន់មិនទម្ងន់វាស៊ីសងទៅលើរឿងនឹងកើតឡើងឬមិនកើតឡើងឬក៏ចាត់ការទេបាទបើកម្ពុជាយើងលោកលឹមលីនៅហ្នឹងឯងពងធ្វើការរាល់ថ្ងៃរហូតដល់ហ៊ានដាក់ការបដិឆេទថាត្រឹមខែ4នឹងបោះសម្អាតឲ្យអស់ផងនោះដូច្នេះបើកាលណាតែប្តឹងថាយើងមាន scammer ហើយយើងបកាយទេអត់ទេអាហ្នឹងសម្ដីចោលរបស់គាត់មានប្រសិទ្ធភាពចាំបើយើងថាយើងទទួលស្គាល់ថាមានកម្ពុជាទទួលស្គាល់ថាមានហើយកម្ពុជាកំពុងតែចាត់វិធានការយ៉ាងចាស់ដៃយ៉ាងហើយតែអានឹងវាមានប្រសិទ្ធភាពមិនមានប្រសិទ្ធភាពទាំងលោកសារិនទៅពិចារណាខ្លួនឯងណាបាទអមរាជំរាបសួរបងសូមអរគុណចំពោះព័ត៌មានជារៀងរាល់ថ្ងៃបាទអរគុណបាទអមរាបាទសុខសប្បាយ
សម្រាប់មានន័យទៀតសូមទោសបងថៃធ្វើផ្លូវធ្វើអ្វីផ្សេងទៀតដែលមិនដឹងថាគេព្រមឲ្យយើងមួយស៊ូដែរបើយើងឈ្នះការទូឬសោកចាប់ពេលខ្លះខ្ញុំទូចិត្តក៏ខឹងនឹងបារម្ភនៅចាំបានទេមុនពេលដែលប្រយុទ្ធគ្នាឡើងវិញមិន JBC វោះចុះវោះឡើងមិនទៅដល់ចូលតំបន់មួយខ្ញុំភ្លេចតំបន់នេះគេហ្នឹងដែលខ្នល់ដែលថៃធ្វើហើយហ្នឹងបាទយើងមិនចូលនៅហ្នឹងបាទតែបើដីខ្មែរហ្នឹងអរគុណដែលបានធ្វើថ្នល់ជូនហ្នឹងមានតែយកវិញទៅបាទលោកពូខ្ញុំជឿសុផាតបាទសុផាតតែលោកពូខ្ញុំជឿថាប្រទេសថៃប្រជាជននៅក្បែរយើងក៏ត្រូវការបើកព្រំដែនជាមួយកម្ពុជាដែរដើម្បីងាយស្រួលពាណិជ្ជកម្មជាមួយគ្នាអរគុណបាទខ្ញុំយល់ស្របបាទខ្ញុំយល់ស្របមិនអាចនឹងរត់ចោលគ្នាបានទេមិនអាចលើកថៃនឹងទៅដាក់នៅកលៀតណាលើកខ្មែរទៅដាក់នៅកលៀតណាទេនៅតែត្រូវនឹងបាទដូច្នេះការសម្របសម្រួលគ្នានឹងជាមិនរួចទេសាលីអាប់ដាស្លាមក៏ថាលោកពូស្ដាប់អ្នកវិភាគម្នាក់ថារឿងលោកហ៊ុនម៉ាណែតនិយាយជាមួយសារព័ត៌មានធំវាហាក់យឺតពេលទៅហើយតែជាការពិតទេសាលីខ្ញុំបានឆ្លើយរឿងនឹងហើយណាខ្ញុំបានហើយរឿងនឹងហើយប៉ុន្តែគាត់ថាដោយសារក្មួយសួរទៅហើយគឺបើកាលណាហួសពេលតើតែបញ្ហានឹងវាចប់ហើយយើងទៅមកនិយាយអាហ្នឹងបានវាហួសពេលបើបញ្ហាហ្នឹងអត់ទាន់ចប់ហ្នឹងយើងនិយាយមានតែហួសពេលមកយើងទៀមទីឲ្យនេះដោះស្រាយបញ្ហាហ្នឹងនៅតែការទៀមទីរបស់កម្ពុជានៅដូច្នេះអត់ទាន់មានហួសពេលទេហើយនៅក្នុងការប្រើយន្តការហ្នឹងគឺយើងប្រើអាចមានវិធីចាស់សាស្ត្រច្រើនបាទក្នុងការនិយាយរឿងរ៉ាវច្រើនមួយចំនួនបាទគាត់ថាខ្ញុំបរៀននេះតិចចុះបាទអញ្ចឹងក្មួយសាលីសួរខ្ញុំបរៀនតិចចុះនៅក្នុងការរបៀបធ្វើការអីក៏ដោយជាពិសេសអាមេរិកនិងមកគេបកកែហ្នឹងបាទអញ្ចឹងបានថានិយាយទៅគឺនាយករដ្ឋមន្ត្រីកម្ពុជាលោកហ៊ុនម៉ាណែតគាត់រៀននៅអាមេរិកឬក៏អ្នកដែលធ្វើការជាមួយគាត់ហ្នឹងផ្សេងទៅពីអាមេរិកឬក៏មានការធ្វើការជាមួយនៅអាមេរិកគាត់ចេះតែតិចហ្នឹងរឿងអីក៏ដោយពេលខ្លះបើកាលណាចរចាគ្នារវាងភាគីពីរហ្នឹងប្រើយន្តការទ្វេភាគីក៏ដោយការទូតទ្វេភាគីក៏ដោយយន្តការតុលាការក៏ពេលខ្លះឬក៏យោធាក៏ដោយបាទវាផ្ទាល់គេប្រើយន្តការមួយទៀតគឺសារព័ត៌មានគេលិចធ្លីព័ត៌មានខ្ញុំភាសាយកព័ត៌មានជម្រាបជូនច្រើនហើយដែលខ្ញុំនិយាយថាព័ត៌មានបែកធ្លីឯណាមន្ត្រីអាមេរិកនិយាយសុំមិនបញ្ចេញឈ្មោះគេលិចដោយចេតនាដើម្បីប្រើបណ្ដាញសារព័ត៌មាននិយាយបញ្ហាដើម្បីបុកទម្លុះរឿងអីមួយរឿងវាអញ្ចឹងទេដូច្នេះអត់មានហួសពេលទេក្មួយហើយទៅចេះអំពីតាក់ទិចនឹងផងបាទចាំខ្ញុំប្រាប់មួយទៀតចុះនៅខ្មែរខ្ញុំធ្លាប់កាលខ្ញុំនៅខាងកាន់ព័ត៌មាននៅ UN ហ្នឹងខ្ញុំធ្លាប់ធ្វើអញ្ចឹងដែរប៉ុន្តែដោយមានការអនុញ្ញាតពីប្រធានខ្ញុំដែរណាមិនមែនខ្ញុំធ្វើដោយចេតនាខ្លួនឯងគឺពេលដែលប្រិមិត្តឃើញសារព័ត៌មានមួយចំនួនដែលថាមន្ត្រីរបស់សហរដ្ឋអាមេរិកនៅក្រសួងការពារជាតិដែលបាននិយាយប្រាប់អ្នកសារព័ត៌មានក្នុងលក្ខខណ្ឌសូមឲ្យមិនបញ្ចេញឈ្មោះមិនមែនមានន័យថាអត់មានឈ្មោះទេការពិតនៅក្នុងពេលហ្នឹងមានកិច្ចការមួយចំនួនបាទខ្ញុំខ្លួនឯងហ្នឹងខ្ញុំបានឆ្លងកាត់ច្រើនហើយនៅពេលដែលតាក់ទងទៅមន្ត្រីរបស់ក្រសួងហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិកដែលនិយាយពីរឿងទណ្ឌកម្មនៅកម្ពុជាក្នុងពេលកន្លងមកមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកដែលនិយាយក្នុងពេលកន្លងមកតាក់ទងរឿងការបរទេសជាមួយកម្ពុជាហ្នឹងអ្នកហ្នឹងគាត់និយាយជាមួយយើងមានការអនុញ្ញាតពីប្រធានត្រឹមត្រូវប៉ុន្តែគាត់ថាអ្នកនាំពាក្យដែលចេញឈ្មោះពិតប្រាកដហ្នឹងគាត់មិនមានពេលឬក៏គេប្រើវិធីមួយគេនិយាយឲ្យយើងដឹងគេ brief ឲ្យអ្នកកសាទៀតណោះគេ brief ឲ្យអ្នកកសាទៀតអ្នកកសា3 4នាក់ណោះប៉ុន្តែគេថានឹងគឺ on the record ប៉ុន្តែសូមមិនបញ្ចេញឈ្មោះគេមានតាក់ទិចនឹងទៀតបាទអញ្ចឹងដូច្នេះវាមានវិធីច្រើនណាស់ក្នុងការធ្វើកិច្ចការងារទាំងអស់ហ្នឹងបាទមិនមែនថាយើងចេះមួយបានតែគ្រប់បើថាមិនដើរតាមច្រកហ្នឹងគឺខុសមិនមែនទេមានច្រកច្រើនណាស់ខ្ញុំក៏រៀនមិនទាន់អស់ដែរបាទនៅតែរៀនរហូតហ្នឹងបាទជាប្រចាំអញ្ចឹងបាទថាដូចដែលខ្ញុំធ្លាប់និយាយអញ្ចឹងនៅពេលដែលមានវិបត្តិអីមួយតាំងពីសម័យដើមមកគឺពេលចប់វិបត្តិហ្នឹងមេដឹកនាំដែលបកកែមេតបដែលបកកែគឺគេរកវិធីអ្វីដែលធ្វើមួយផ្សេងទៀតបាទអាហ្នឹងបាទថាអ្នកបកកែគេរកតាក់ទិចអីផ្សេងទៀតដែលមិនមាននៅក្នុងសភៅក្នុងពេលកន្លងមកទេបាទឥឡូវខ្ញុំនិយាយមួយដែលថាមិនមែនសរសើរថៃទេប៉ុន្តែខ្ញុំមើលទៅឃើញរបៀបថៃមួយគឺនៅពេលចាំបាននេះពេលដែលគាត់ថៃគាត់ចូលមកគឺយើងមិនបាញ់ខ្មែរបាញ់ប្រឆេះរក្រគាត់គឺគាត់យកអីមកដាក់ឈើមកពាត់រក្រគាត់បើកចូលមកហ្នឹងអាហ្នឹងគឺជាការមួយដែលកំណត់មួយ
ឆ្លាតរបស់មេតបពេលនោះដែរគេដឹងតាក់ទិចតាមភូមិសាស្ត្រនៅអ៊ុយក្រែននៅពេលដែល Hamas បាញ់ធ្វើមិនដើម្បីគេចពីរុស្ស៊ីមកបាញ់ទៅរៀបចំឲ្យបាញ់ពុបមិនដល់5នាទីបើកឡានរត់ចេញនឹងមួយទៀតទៅយកឡានចាស់ហ្នឹងមកបាញ់ថ្នាំធ្វើរៀងដូចHamasអញ្ចឹងទៅដាក់បញ្ឈរចោលរុស្ស៊ីបាញ់ឆេះតា Hamas គេបញ្ឆោតហ្នឹងអានេះជាតាក់ទិចដែលមេតបនីមួយដែលអ្នករៀបចំគេថា tactician អ្នកយុទ្ធសាស្ត្រអ្នកតាក់ទិចនីមួយហ្នឹងគេបង្កើតឡើងដើម្បីឲ្យស្របទៅតាមស្ថានភាពហ្នឹងបាទអញ្ចឹងដូច្នេះការដែលយើងចេះមួយមិនមែនមានន័យថាគ្រប់ទេឬក៏យើងអានសភើអស់ហ្នឹងមិនថាគ្រប់គ្រាន់ហើយទេវាវិវត្តទៅតាមស្ថានភាពតើស្ថានភាពណាដែលទៅប្រើយ៉ាងម៉េចអាហ្នឹងគឺស៊ីសងទៅលើក្រុមដឹកនាំអ្នកដែលធ្វើការងារជំវិញអ្នកដឹកនាំហើយនឹងមេដឹកនាំនោះគាត់សម្រេចប្រើតាក់ទិចនៅពេលណានោះជារឿងរបស់គាត់បាទអញ្ចឹងខ្ញុំជួបប៉ុណ្ណឹងមួយណាបាទមួយទៀតវិធីមួយតើថៃនឹងបាទអូនភាវីគាត់សួរថាសូមបងជួយពន្យល់ពីពន្ធរបស់កម្ពុជាតើសៀមឲ្យនឹងសៀមឲ្យច្បាស់បន្តិចមកបងបាទលោករដ្ឋមន្ត្រីគាត់បាននិយាយមុននេះបន្តិចគឺគាត់បាននិយាយថាអ្វីដែលខាងអាមេរិកបានចុះក្នុងពេលជាមួយនឹងប្រទេសដទៃហ្នឹងគឺគាត់នៅតែទុកដដែលចឹងបានន័យថាគាត់នឹងរកវិធីរកច្បាប់យ៉ាងម៉េចចន្លោះឆ្លៀតមិនដើម្បីឲ្យនៅដដែលទេអញ្ចឹងគឺពីភ្លាមនោះគឺបើសិនជាលោកមិនប្រើច្បាប់នេះដើម្បីទប់វិញគឺយើងអាចមានចំណេញច្រើនដែរបាទប៉ុន្តែដោយសារលោកត្រាំលោកដាក់ច្បាប់ថ្មីមួយដែលតម្លើង maximum ទៅដល់ 15% ហ្នឹងគឺបាទតាមការគណនាទៅគឺអាចនឹងនៅដដែលឬក៏អាចខ្មែរយើងអាចចុះបន្តិចយ៉ាងណាទៅលើទំនិញមួយចំនួនអញ្ចឹងដោយឡែកគឺមិនទាន់មានការបកស្រាយឲ្យច្បាស់ពីអ្នកជំនាញនៅខាងកម្ពុជាទេបាទអ្នកដែលដឹងរឿងច្បាស់អាចនឹង KC បាទ KC គាត់ដឹងច្បាស់បាទចាំមើល page របស់លោក KC ផងប៉ុន្តែគាត់ថាលោករដ្ឋមន្ត្រីពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកវិញគឺគាត់មានប្រសាសន៍ដូចតែខ្ញុំបានជម្រាបជូនមុននេះបន្តិចចឹងបាទខាសុភមង្គលគាត់ថាសួស្ដីបងនៅក្នុងស្រុកសពថ្ងៃមានព័ត៌មាន3ទី1រឿងថៃចូលដីខ្មែរទី2រឿងសម្ដេចធ្វើការទូតមួយថ្ងៃអារម្មណ៍ឡើងចុះជាង trade មាសទៀតបាទចាស់រឿងទី3បាទហ្នឹងហើយអញ្ចឹងបើថាប្រិមិត្តចង់ដឹងរឿងអ្វីបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជាឬក៏រឿងនៅក្រៅប្រទេសសូមសរសេរ comment មកខ្ញុំអាចនឹងស្រាវជ្រាវយកមកចែករំលែកផងដែរណាខ្ញុំមិនចេះគ្រប់រឿងប៉ុន្តែខ្ញុំនឹងស្រាវជ្រាវដោយសារខ្ញុំមានឯកសារច្រើននៅកន្លែងនេះបាទអញ្ចឹងសូមអរគុណប្រិមិត្តទាំងអស់គ្នាដែលចូលមកស្ដាប់ការចែករំលែកព័ត៌មានចំណេះដឹងរបស់ខ្ញុំហើយក៏ដូចជាបានចូលរួមបញ្ចេញមតិក៏ដូចជាសួរសំណួរនោះខ្ញុំសប្បាយចិត្តណាស់ខ្ញុំរំភើបរីករាយបាទអរគុណសូមជម្រាបលា